សួស្តីប្រិមិត្តអ្នកទស្សនាទាំងអស់គ្នានាងខ្ញុំម៉ារីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានរបស់ Marie CLTV ដំណឹងមួយបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងខណៈមានការចែករំលែកព័ត៌មាននៅលើបណ្ដាញសង្គមថាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះគឺលោកតាជេកបានទទួលមរណភាពប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនេះទៅទៀតគឺសាមីខ្លួនលោកតាជេកបានចេញមកបញ្ជាក់ភ្លាមថាលោកនៅមានជីវិតសុខភាពធម្មតានិងមិនបានជួបគ្រោះថ្នាក់អ្វីឡើយតើរឿងនេះកើតឡើងដោយរបៀបណាហេតុអ្វីបានជាមនុស្សជាច្រើនជឿថាលោកតាជេកទទួលមរណភាពសូមតាមដានសេចក្តីរាយការណ៍លម្អិតរបស់នាងខ្ញុំម៉ារីទាំងអស់គ្នាប្រិមិត្តជាទីគោរពបាននិយាយពីលោកតាជេកប្រិមិត្តជាច្រើនប្រកាសជាបានស្គាល់ច្បាស់លោកគឺជាតារាកំប្លែងជើងចាស់មួយរូបដែលបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈកំប្លែងរបស់កម្ពុជាតាមរយៈទេពកោសល្យនិងបទពិសោធន៍យូរឆ្នាំលោកតាជេកបានផ្ដល់សំណើចនិងភាពរីករាយជូនទស្សនិកជនរាប់មិនអស់ការសម្ដែងរបស់លោកតែទាក់ទាញការចាប់អារម្មណ៍ពីមហាជនហើយបានក្លាយជាផ្នែកមួយនៃអនុស្សាវរីយ៍របស់អ្នកគាំទ្រច្រើនជំនាន់យ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមហាជនសង្កេតឃើញថាលោកតាជេកបានបាត់មុខពីសកម្មភាពសិល្បៈជាច្រើនទាំងនៅលើកញ្ចក់ទូរទស្សន៍កម្មវិធីកំប្លែងនិងការសម្ដែងផ្សេងមិនសូវមានវត្តមានរបស់លោកដោយការពីមុនទៀតឡើយស្របពេលដែលបាត់មុខពីវិស័យសិល្បៈក៏មានព័ត៌មានជាច្រើនបង្ហាញថាលោកតាកំពុងជួបប្រទះការលំបាកផ្នែកជីវភាពជាស្ដែងមហាជនធ្លាប់បានឃើញការចែករំលែករូបភាពនិងព័ត៌មានអំពីជីវិតប្រចាំថ្ងៃរបស់លោកដែលត្រូវខិតខំប្រកបរបរលក់ភេសជ្ជៈលក់ទឹកអំពៅនិងលក់ផ្លែឈើតាមដងផ្លូវដើម្បីរកប្រាក់ចិញ្ចឹមជីវិតរូបភាពទាំងនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ក្តុកក្តួលនិងអាណិតអាសូរយ៉ាងខ្លាំងមនុស្សជាច្រើនបានសម្ដែងការគាំទ្រនិងលើកទឹកចិត្តចំពោះការតស៊ូរបស់លោកដែលមិនបោះបង់ចោលទោះបីជាជួបការលំបាកកម្រិតណាក៏ដោយបន្ទាប់ពីឃើញស្ថានភាពជាក់ស្ដែងរបស់លោកសប្បុរសជនជាច្រើនរួមទាំងសិល្បករនិងសិល្បករនីមួយចំនួនក៏បានចូលរួមឧបត្ថម្ភថវិកានិងផ្ដល់ឱកាសការងារផ្សេងៗជូនលោកផងដែរជាលទ្ធផលមួយរយៈក្រោយមកលោកតាជេកក៏ចាប់ផ្ដើមមានឱកាសត្រឡប់មកវិស័យសិល្បៈវិញបន្តិចម្ដងលោកបានចូលរួមសម្ដែងកំប្លែងខ្លីៗលេងល្ខោនបាសាក់និងធ្វើការងារផ្សេងៗដើម្បីបង្កើតចំណូលសម្រាប់គ្រួសារប៉ុន្តែថ្មីនេះស្រាប់តែមានព័ត៌មានមួយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមករណី Facebook មួយបានបង្ហោះរូបភាពបុរសម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោកតាជេកយ៉ាងខ្លាំងព្រមទាំងភ្ជាប់ជាមួយនឹងសារអះអាងថាបុរសរូបនោះបានទទួលមរណភាពដោយសារតែភាពស្រដៀងគ្នានៃរូបរាងនិងទម្រង់មុខធ្វើឲ្យមនុស្សជាច្រើនជឿថានោះគឺជាលោកតាជេកពិតប្រាកដមិនត្រឹមតែមហាជនប៉ុណ្ណោះទេសូម្បីអ្នកសិល្បៈមួយចំនួនក៏មានការភ័ន្តច្រឡំនិងសម្ដែងក្តីសោកស្ដាយចំពោះព័ត៌មាននេះផងដែរមនុស្សជាច្រើនបានបញ្ចេញសាររំលែកទុក្ខនិងសរសេរពីអាល័យដោយគិតថាតារាកំប្លែងជើងចាស់រូបនេះពិតជាបានលាចាកលោកពិតមែនប៉ុន្តែមិនយូរប៉ុន្មានការពិតក៏ត្រូវបានបង្ហាញលោកតាជេកផ្ទាល់បានចេញមុខបង្ហោះវីដេអូនិងសារបកស្រាយយ៉ាងច្បាស់ដើម្បីបញ្ចប់ការភ័ន្តច្រឡំដែលកំពុងរីករាលដាលលោកបានបញ្ជាក់ថាបុរសដែលមាននៅក្នុងរូបភាពនោះមិនមែនជារូបលោកឡើយគ្រាន់តែមានមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះលោកបានសរសេរបញ្ជាក់ថានេះបងប្អូនដែលច្រឡំជាខ្ញុំតាមពិតគ្រាន់តែដូចគ្នាទេចំណែកខ្ញុំសុខភាពធម្មតាទេគេប្រាប់ថាគាត់ឈ្មោះតាចកនៅរំដួលក្រោយការបញ្ជាក់នេះមហាជនជាច្រើនបានធូរស្រាលក្នុងចិត្តហើយអ្នកសិល្បៈដែលធ្លាប់មានការព្រួយបារម្ភក៏បានសម្ដែងភាពរីករាយឡើងវិញជាច្រើនអ្នកបានចូលទៅជូនពរឲ្យលោកតាជេកមានសុខភាពល្អអាយុយឺនយូរនិងបន្តសកម្មភាពសិល្បៈជូនអ្នកគាំទ្រតទៅទៀតសូមបញ្ជាក់ផងដែរថាកាលពីប៉ុន្មានឆ្នាំមុនលោកតាជេកធ្លាប់មានបញ្ហាសុខភាពដែលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប៉ុន្តែក្រោយទទួលការព្យាបាលស្ថានភាពរបស់លោកក៏បានធូរស្រាលនិងវិលត្រឡប់មកប្រក្រតីវិញរហូតមកដល់បច្ចុប្បន្នលោកនៅតែមានសុខភាពល្អនិងកំពុងបន្តប្រកបការងារដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រិមិត្តជាទីមេត្រីករណីនេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គ្នានៅក្នុងយុគសម័យ Digital ព័ត៌មានអាចរីករាលដាលបានយ៉ាងឆាប់រហ័សបំផុតពេលខ្លះគ្រាន់តែការបង្ហោះមួយឬរូបភាពមួយសន្លឹកអាចធ្វើឲ្យមនុស្សរាប់ពាន់នាក់ឬរាប់ម៉ឺននាក់មានការភ័ន្តច្រឡំ
បានជាពិសេសព័ត៌មានតាក់ទងនឹងការបាត់បង់ជីវិតរបស់បុគ្គលល្បីៗដែលតែតាក់ទាញការចាប់អារម្មណ៍ខ្លាំងនិងងាយខ្លាយជាព័ត៌មានចែករំលែកបន្តដោយគ្មានការផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ជាមុនក្នុងករណីរបស់លោកតាជ័យការភ័ន្តច្រឡំបានកើតឡើងដោយសារតែបុរសម្នាក់ទៀតមានមុខមាត់ស្រដៀងគ្នាខ្លាំងទោះយ៉ាងណាការភ័ន្តច្រឡំបែបនេះអាចបង្កផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងទាំងចំពោះសមីខ្លួនក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកគាំទ្រម្យ៉ាងវិញទៀតព្រឹត្តិការណ៍នេះក៏បង្ហាញឲ្យឃើញថាមហាជននៅតែស្រឡាញ់និងនឹករលឹកដល់លោកតាជ័យយ៉ាងខ្លាំងទោះបីលោកតាឃ្លាតឆ្ងាយពីពន្លឺសិល្បៈមួយរយៈក៏ដោយក៏ឈ្មោះនិងស្នាដៃរបស់លោកនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រជាច្រើនជាពិសេសការតស៊ូរបស់លោកក្នុងជីវិតក្រោយជួបការលំបាកផ្នែកសេដ្ឋកិច្ចបានក្លាយជាគំរូនៃភាពអំណត់និងការមិនបោះបង់ចោលក្តីសង្ឃឹមសម្រាប់អ្នកគាំទ្រនេះគឺជាដំណឹងដ៏ល្អមួយព្រោះលោកតាជ័យនៅមានជីវិតសុខភាពល្អនិងកំពុងមានឱកាសវិលត្រឡប់មកកាន់សកម្មភាពសិល្បៈជាបន្តបន្ទាប់ជាចុងក្រោយនាងខ្ញុំម៉ារីសូមជូនពរឲ្យលោកតាជ័យមានសុខភាពរឹងមាំអាយុយឺនយូរនិងបន្តនាំមកនៅសំណើចជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាបានយូរអង្វែងតទៅទៀតប្រសិនបើប្រិយមិត្តយល់ថាព័ត៌មាននេះមានប្រយោជន៍សូមកុំភ្លេចចុច like share comment និង subscribe Channel Marie CLTV ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ជារៀងរាល់ថ្ងៃនាងខ្ញុំម៉ារីសូមអរគុណសម្រាប់ការតាមដានទស្សនាសូមជម្រាបលានិងជួបគ្នាក្នុងវីដេអូបន្ទាប់